ស្ត្រីជនជាតិខ្មែរអ៊ីស្លាមម្នាក់បានទទួលមរណភាពនៅក្នុងទីក្រុងម៉ាក្លាស់ប្រទេសអារ៉ាប៊ីសាអូឌីតនៅក្នុងដំណើរធម្មយាត្រាហាជីអ្នកធម្មយាត្រាហាជីកម្ពុជាម្នាក់ឈ្មោះ Sleh Sakirov អាយុ46ឆ្នាំបានចេញដំណើរពីកម្ពុជានៅថ្ងៃទី16ខែឧសភាឆ្នាំ2026មកពីភូមិភ្នំខៀវឃុំអូកណ្ដៀសែនជ័យស្រុកអូក្រៀងសែនជ័យខេត្តក្រចេះបានទទួលមរណភាពនៅមន្ទីរពេទ្យនៅក្នុងទីក្រុងម៉ាក្លាស់នៅថ្ងៃទី23ខែឧសភាឆ្នាំ2026គួរឲ្យដឹងថាកាលពីថ្ងៃទី17ខែឧសភាឆ្នាំ2026គាត់បានដួលនៅក្នុងបន្ទប់ទឹកនៅក្នុងសន្តាគារមួយកន្លែងហើយក៏សន្លប់មិនដឹងខ្លួនត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះមហាក្សត្រអាប់ឌុលអាត់ស៊ីសនៅទីក្រុងម៉ាកាសរហូតដល់ថ្ងៃទទួលមរណភាពនេះតែម្ដងគឺនៅថ្ងៃទី23ខែឧសភាឆ្នាំ2026គ្រូពេទ្យបានបញ្ជាក់ថាការដួលរបស់គាត់បណ្ដាលឲ្យដាច់សរសៃខួរក្បាលនិងឈាមកកក្នុងខួរក្បាលហើយសាកសពរបស់គាត់ត្រូវបានដឹកយកទៅសូឡាតឲ្យនៅម៉ាស៊ីតអលហារ៉ាមនៅម៉ោងសូឡាតហាហ្គឹបនៅថ្ងៃដដែលគឺថ្ងៃទី23ខែឧសភាហើយបានរៀបចំបញ្ចុះទៅតាមច្បាប់អ៊ីស្លាមនៅទីនោះនេះបិទយោងទៅតាមប្រភពព័ត៌មានបន្ថែមដែលយើងទទួលបាននាព្រឹកថ្ងៃទី24ខែឧសភាឆ្នាំ2026នេះ